បទបញ្ញត្តិ10ប្រការសម្រាប់ការវិនិយោគរៀបសួរខ្ញុំបាទលឹបសាផែនថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយនឹងបទបញ្ញត្តិ10ប្រការសម្រាប់ការវិនិយោគយើងឃើញថាការវិនិយោគវាជាពិភពចំណូលមួយសម្រាប់មនុស្សទូទាំងពិភពលោកទោះបីជាការវិនិយោគមិនតម្រូវឲ្យយើងប្រើកម្លាំងលីសែងអីក៏ដោយប៉ុន្តែការវិនិយោគក៏ទាមទារឲ្យយើងមានចំណេះដឹងមានយុទ្ធសាស្ត្រហើយនឹងយល់អំពីជីវកម្មដែលយើងចង់វិនិយោគនឹងថ្ងៃនេះខ្ញុំនឹងលើកយកបទបញ្ញត្តិ10ប្រការសម្រាប់ការវិនិយោគបទបញ្ញត្តិទី1គឺសិក្សាស្វែងយល់រៀនសូត្រមុននឹងយើងធ្វើការវិនិយោគមានន័យថាមុននឹងយើងធ្វើការវិនិយោគទៅលើអ្វីមួយគឺយើងត្រូវសិក្សារៀនសូត្រទៅលើអ្វីដែលយើងនឹងធ្វើការវិនិយោគនឹងឲ្យបានច្បាស់លាស់ឧទាហរណ៍យើងចង់វិនិយោគទៅលើផ្សារភាគហ៊ុនឬទៅលើភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយដូច្នេះហើយមុននឹងយើងវិនិយោគទៅលើក្រុមហ៊ុនណាមួយឬមុននឹងយើងវិនិយោគទៅលើផ្សារភាគហ៊ុនយើងចាំបាច់ត្រូវតែសិក្សាឲ្យបានច្បាស់អំពីក្រុមហ៊ុននោះមិនពុំនោះទេអាចនឹងធ្វើឲ្យយើងហាត់បង់បានការសិក្សាស្វែងយល់ហ្នឹងគឺជារឿងមួយដែលសំខាន់មុននឹងយើងមានការចាប់ផ្ដើមធ្វើការវិនិយោគប្រការទី2គឺការវិនិយោគបែបគ្រប់គ្រាន់ទើបអាចចាត់ទុកថាជាការជោគជ័យនៅក្នុងការវិនិយោគបានមានន័យថាលុយដែលយើងទទួលបានពីការវិនិយោគនឹងអាចមានចំនួនស្មើឬក៏ច្រើនជាងលុយដែលយើងចាយក្នុងរយៈពេល1ឆ្នាំដោយយើងមិនរំពឹងទៅលើតែប្រាក់ខែតទៅទៀតទេមានន័យថាករណីដែលយើងធ្វើការលេងកើតឬក៏យើងលាឈប់ពីការងារយើងនៅតែមានចំណូលពីការវិនិយោគអានឹងទើបអាចចាត់ទុកថាជាការជោគជ័យនៅក្នុងការវិនិយោគបានប្រការទី3ការវិនិយោគទៅលើមូលបត្រកម្មសិទ្ធិឬមូលបត្របំណុលការវិនិយោគទៅលើមូលបត្រកម្មសិទ្ធិឬមូលបត្របំណុលហ្នឹងគឺជាវិធីមួយដែលមានការពេញនិយមហើយមានសុវត្ថិភាពទោះបីជាវាមានហានិភ័យប៉ុន្តែយើងអាចគ្រប់គ្រងហានិភ័យបានវាជាជាងការដែលយើងវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗដូចជាលុយ digital ឬមួយក៏អីផ្សេងៗដែលវាមានហានិភ័យខ្ពស់ហើយការវិនិយោគទៅលើមូលបត្រកម្មសិទ្ធិឬមូលបត្របំណុលហ្នឹងគឺមានន័យថាយើងមិនចាំបាច់ដកលុយទាំងអស់ហ្នឹងយកមកចាយទេគឺលុយហ្នឹងគឺយើងត្រូវគិតថាលុយហ្នឹងគឺយើងមិនអាចដកយកមកចាយបានទេហើយពេលដែលយើងទទួលបានភាគលាភឬទទួលបានផលចំណេញពីការវិនិយោគហ្នឹងគឺយើងយកលុយហ្នឹងទៅវិនិយោគបន្តទៀតដើម្បីឲ្យលុយរបស់យើងឬក៏ទំហំ portfolio របស់យើងហ្នឹងកាន់តែធំឬកាន់តែកើនឡើងបរិមាណប្រការទី4គឺបេះដូងសំខាន់នៃការវិនិយោគគឺហាមខាតមានន័យថាការចូលទៅលេងភាគហ៊ុនគឺមិនមែនជាការបថុយគឺជាការដែលយើងចូលទៅដើម្បីរំពឹងផលតបស្នងរំពឹងទទួលបានកម្រៃហើយធ្វើម៉េចដើម្បីរំពឹងទទួលបានកម្រៃគឺការដែលយើងស្វែងយល់ឲ្យបានច្បាស់សម្រេចចិត្តសិក្សាឲ្យបានច្បាស់មុននឹងធ្វើការសម្រេចចិត្តមានន័យថាស្រាវជ្រាវពីក្រុមហ៊ុនដែលយើងនឹងវិនិយោគនឹងឲ្យបានច្បាស់សិនមុនយើងសម្រេចចិត្តទិញហើយកាត់បន្ថយការវិនិយោគដែលមានហានិភ័យខ្ពស់ខ្ញុំសូមលើឧទាហរណ៍ដូចជា Warren Buffett គាត់ធ្លាប់និយាយដែរថាគន្លឹះនៃការវិនិយោគនឹងមាន2សំខាន់គាត់ថាគឺទី1គឺហាមខាតធ្វើម៉េចគឺវិនិយោគនៅអ្វីដែលមានហានិភ័យទាបហើយហាមខាតចំណុចទី2ហ្នឹងគាត់ឲ្យកលេចទៅមើលចំណុចទី1ហ្នឹងអាហ្នឹងគឺសម្រាប់ប្រការទី4ប្រការទី5កុំវិនិយោគភាគហ៊ុនតែមួយចង់និយាយថាបើសិនជាយើងវិនិយោគនៅក្នុងផ្សារភាគហ៊ុនយើងកុំវិនិយោគទៅលើហ៊ុនតែមួយក្រុមហ៊ុនតែមួយមុខឧទាហរណ៍យើងអាចវិនិយោគទៅលើហ៊ុន2 3ក្រុមហ៊ុនអញ្ចឹងទៅវាពិបាកដែរនៅក្នុងផ្សារភាគហ៊ុនរបស់យើងដោយសារផ្សារភាគហ៊ុនរបស់យើងគឺអត់សូវមានភាគហ៊ុនដែលយើងជ្រើសរើសច្រើនគឺវាមានតិចតួចមែនទែនបើយើងធៀបជាមួយនឹងផ្សារភាគហ៊ុនរបស់ប្រទេសគេធំគេមានរាប់រយក្រុមហ៊ុនដែលដាក់បោះទុនលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារភាគហ៊ុនរបស់គេអានឹងវាជារឿងមួយដែលវិនិយោគិនគួរធ្វើដែរទោះបីយើងមានចំនួនតិចតែយើងកុំទិញតែភាគហ៊ុនណាមួយតែមួយចង់និយាយថាយើងរំលែកលុយរបស់យើងនឹងទៅលើក្រុមហ៊ុនឲ្យបានខ្ញុំគិតថាយ៉ាងតិចឲ្យបាន5អានេះជាការយល់ឃើញរបស់ខ្ញុំគឺយ៉ាងតិចឲ្យបាន5ក្រុមហ៊ុនដោយវិនិយោគិននៅខ្មែរយើងនៅស្រុកយើងមួយចំនួនហ្នឹងគាត់អត់សូវបានចាប់អារម្មណ៍ឡើយនេះទេគាត់ចូលទៅក្នុងផ្សារភាគហ៊ុនហ្នឹងគឺពេលខ្លះគាត់ទិញហ៊ុនតែមួយហើយគាត់ទិញលក់រយៈពេលខ្លីដែលអានេះគឺជាមូលហេតុដែលអាចធ្វើគាត់ខាតបង់បានដោយងាយព្រោះអាការដែលយើងទិញលក់រយៈពេលខ្លីហ្នឹងគឺធ្វើឲ្យយើងជួបគេហៅថាខាតបង់ដល់អត់ដឹងខ្លួនណាពេលខ្លះការដែលធ្វើអញ្ចឹងខ្ញុំគិតថាគឺគាត់ចូលមកដើម្បីតែលេងឬក៏ដើម្បីអាចថាកំសាន្តនៅក្នុងការវិនិយោគហ្នឹងប្រការទី6ជ្រើសរើសភាគហ៊ុនត្រូវមើលអនាគតមានន័យ
ន័យថាមុននឹងយើងទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយគឺយើងត្រូវសិក្សាទៅលើអាជីវកម្មរបស់ក្រុមហ៊ុននោះមានន័យថាយើងគិតរួចថាតើអនាគតក្រុមហ៊ុនដែលយើងនឹងទិញភាគហ៊ុននោះនៅពេលខាងមុខវាមានការរីកចម្រើនរបៀបណាហើយតើវាអាចបិទនៅរយៈពេលខ្លីឬអត់ឬមួយក្រុមហ៊ុននឹងគឺជាក្រុមហ៊ុនដែលអាចរកស៊ីបានរយៈពេលវែងអានឹងគឺយើងត្រូវជ្រើសរើសក្រុមហ៊ុនឲ្យបានល្អចង់និយាយថាក្រុមហ៊ុនមួយចំនួនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមួយគឺអាចខ្វះគិតបានទេអញ្ចឹងយើងត្រូវជ្រើសរើសហ៊ុនប្រភេទហ្នឹងប្រភេទដែលសេដ្ឋកិច្ចមិនអាចខ្វះគិតបានឬមួយក៏គិតអាចដំណើរការទទួលបានកម្រៃនៅពេលខាងមុខប្រការទី7វិនិយោគជាមួយក្រុមហ៊ុនដែលល្អក្នុងតម្លៃទាបយើងឃើញថានៅក្នុងផ្សារភាគហ៊ុនតម្លៃរបស់ភាគហ៊ុនគឺមានការឡើងចុះលឿនវាមានក្រុមហ៊ុនខ្លះយើងត្រូវសង្កេតមើលថាមានក្រុមហ៊ុនណាមួយដែលល្អហើយតម្លៃវាទាបខុសប្រក្រតីមានន័យថាទាបហ្នឹងមូលហេតុអាចមកពីក្រុមហ៊ុនមានបញ្ហាអីដែលអាចដោះស្រាយបានក្នុងរយៈពេលខ្លីតែគាត់មិនទាន់ដោះស្រាយបានធ្វើឲ្យភាគហ៊ុនរបស់គាត់នឹងមានការធ្លាក់ឬមួយក៏វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសយើងធ្វើឲ្យភាគហ៊ុននឹងធ្លាក់ប៉ុន្តែការពិតទៅក្រុមហ៊ុននឹងគឺនៅរក្សាឬក៏ប្រកបអាជីវកម្មរបស់គាត់បានដដែលហើយកម្រៃរបស់គាត់គឺមានការកើនឡើងដដែលគ្រាន់តែសេដ្ឋកិច្ចដោយរួមរបស់ប្រទេសហ្នឹងយើងមើលទៅដូចជាធ្លាក់អញ្ចឹងអាចធ្វើឲ្យភាគហ៊ុនហ្នឹងគឺមានការធ្លាក់ចុះដែរអញ្ចឹងនៅពេលដែលក្រុមហ៊ុនដែលល្អហើយមានការធ្លាក់ថ្លៃខ្លាំងហ្នឹងគឺជាឱកាសដែលវិនិយោគិនគួរទៅទិញភាគហ៊ុនហ្នឹងដើម្បីវិនិយោគរយៈពេលវែងប្រការទី8វិនិយោគិនគួរតែមានលុយសគួរយ៉ាងតិច6ខែនៃចំណាយប្រចាំខែរបស់យើងឧទាហរណ៍ថាក្នុងមួយខែយើងចំណាយប្រចាំខែរបស់យើងគឺ$400អញ្ចឹងយើងត្រូវយក400គុណនឹង6គឺយើងឃើញចំនួនលុយដែលយើងត្រូវមានសគួរសម្រាប់យើងចាយរយៈពេល6ខែហ្នឹងក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងភ្លាមឧទាហរណ៍ក្រុមហ៊ុនដែលយើងធ្វើការសក់ស្រាប់តែប្រឈប់ស្រាប់តែក្រុមហ៊ុនបិទអញ្ចឹងយើងអត់មានចំណូលទេហើយឧទាហរណ៍យើងធ្វើការលេងកើតយើងធ្លាក់ខ្លួនឈឺឬមួយមិនទៅគឺរយៈពេលយើងមិនអាចធ្វើការបានយើងអត់ទទួលបានចំណូលអញ្ចឹងវាប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់យើងអញ្ចឹងវាបង្ខំចិត្តឲ្យយើងក៏លេខទៅមើលបញ្ជីភាគហ៊ុនរបស់យើងនៅក្នុងចំណុចនេះគឺខ្ញុំចង់មានន័យថាមិនចង់ឲ្យអ្នកទាំងអស់គ្នាបង្ខំដកលុយពីបញ្ជីជួញដូរហ៊ុនរបស់យើងនោះទេគឺមានន័យថាបើសិនជាយើងបង្ខំឧទាហរណ៍ថាលក់ហ៊ុនបង្ខំឬក៏ទិលច្រកខ្លាំងអាចបង្ខំចិត្តលក់ហ៊ុនធ្វើឲ្យការលក់របស់យើងនឹងអាចនឹងមានការខាតបង់ឧទាហរណ៍ថាយើងលក់ចំចង្វាក់ដែលលុយធ្លាក់ខ្លាំងពីពេលដែលយើងទិញអញ្ចឹងធ្វើឲ្យយើងខាតខ្លាំងហើយមួយទៀតដូចខ្ញុំបាននិយាយប្រការមុនរួចហើយគឺយើងអត់គួរដកលុយនៅក្នុងការវិនិយោគរបស់យើងនឹងយកមកចាយទេគឺយើងអាចប្រើប្រាស់លុយដែលយើងសគួរនឹងប្រើបណ្ដោះអាសន្នតម្រឹមនឹងយើងអាចរកចំណូលបានមកវិញប្រការទី9គឺការអត់ធ្មត់វិនិយោគិនត្រូវតែមានចិត្តអត់ធ្មត់នៅពេលដែលហ៊ុនធ្លាក់ថ្លៃខ្លាំងអញ្ចឹងយើងត្រូវកលេចទៅមើលក្រុមហ៊ុនដែលយើងវិនិយោគនឹងថាតើក្រុមហ៊ុនមានបញ្ហាអ្វីគេអាចបិទក្រុមហ៊ុនឬមួយមិនបើសិនជាក្រុមហ៊ុននៅតែដំណើរការបានធម្មតានៅតែរកស៊ីបានកម្រៃធម្មតាអញ្ចឹងយើងមិនគួរលក់ភាគហ៊ុននៅក្នុងតម្លៃធ្លាក់ថ្លៃបែបនេះទេយើងគួរតែអត់ធ្មត់ក្នុងការកាន់ភាគហ៊ុននឹងមានន័យថាភាគហ៊ុនគឺវាមានការឡើងចុះអាចថាដូចនិយាយមុននឹងអញ្ចឹងមិនភ័យពេកមិនតក់ស្លុតពេកនៅពេលដែលភាគហ៊ុនធ្លាក់ចុះអានឹងគឺជាចំណុចសំខាន់មួយដែរប្រការទី10ដែលជាប្រការចុងក្រោយនៅពេលដែលអ្នកប្រកាសចិត្តឬក៏នៅពេលដែលអ្នកមានជំនឿជាក់ទៅលើការវិនិយោគហើយគឺវិនិយោគិនប្រកាសណាស់គិតនឹងមិនចាយលុយខ្ជិះខ្ជាយទេអញ្ចឹងការដែលចាយលុយខ្ជិះខ្ជាយគឺអាចមានផលប៉ះពាល់ដល់ការវិនិយោគរបស់គាត់ផងដែរឧទាហរណ៍ថាក្នុងមួយខែគាត់អាចយកលុយទៅវិនិយោគបាន$100អញ្ចឹងនៅពេលដែលគាត់ទម្លាប់ចាយខ្ជិះខ្ជាយគាត់អាចបន្ថយអាការដែលគាត់យកលុយទៅវិនិយោគនឹងអញ្ចឹងវិនិយោគិនដែលពិតប្រាកដគឺជាវិនិយោគិនដែលចេះសន្សំសំចៃផងដែរអញ្ចឹងមុននឹងធ្វើការវិនិយោគអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើយើងអាចធ្វើតាម10ចំណុចនេះបានឬអត់មិនថាតែការវិនិយោគទៅលើភាគហ៊ុនមិនថាការវិនិយោគទៅលើអ្វីមួយនោះទេគឺ10ចំណុចនេះគឺជារឿងសំខាន់ណាស់បើសិនជាអ្នកទាំងអស់គ្នាគិតថាคลิปវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយចែករំលែកឲ្យមិត្តភ័ក្តិរបស់យើងបានឃើញដើម្បីស្វែងយល់ព្រមគ្នាតាក់ទងជាមួយនឹងបញ្ញត្តិ10ប្រការនៅក្នុងការវិនិយោគនិងជួយ Subscribe Channel YouTube នេះផងអរគុណសូមជម្រាបលា